គ្រប់នឹងជំរាបសួរបងប្អូនទាំងអស់គ្នាបានតាមដាន page channel វត្តប្រាង្គជួបគ្នាសាជាថ្មីនៅក្នុងវីដេអូបង្រៀនអំពី Word ការប្រើប្រាស់ Word ជាបន្តទៀតបាទអញ្ចឹងនៅក្នុងមេរៀនមុនគឺយើងបានរៀនហើយតើនៅក្នុងការប្រើប្រាស់នៅក្នុងកម្មវិធី Word ដែលមាននៅក្នុង home នេះក៏រួចហើយបាទអញ្ចឹងនៅក្នុងថ្ងៃនេះយើងនឹងបន្តទៅទៀតតទៅពីមេរៀនមុននៅក្នុងវីដេអូមុនអញ្ចឹងវីដេអូមុនគឺខ្ញុំបានបញ្យល់ហើយនៅក្នុង insert ហើយគឺនៅក្នុង pages ហើយនិង table អញ្ចឹងថ្ងៃនេះយើងនឹងចូលទៅក្នុងមួយចំណុចទៀតគឺតើតើនៅក្នុង picture បាទនៅក្នុង picture អញ្ចឹងនៅក្នុង insert tab តើនៅក្នុងកន្លែងក្រុមរបស់ illustration នេះហើយខ្ញុំនឹងបញ្យល់ជាមួយទេគឺ picture អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះយើងចូលទៅกับគ្នាអញ្ចឹងដំបូងគឺយើងបើកមកក្នុងកម្មវិធី Word ដូចគ្នាធម្មតាអញ្ចឹងមកហើយយើងចូលទៅក្នុង tab មួយឈ្មោះថា insert tab តទៅទៀតយើងនឹងឃើញនៅក្នុង insert tab ហ្នឹងមានមកបាទមានរាប់ពីដើមអញ្ចឹងមកមានតាំងពី page table illustration ហើយមានឃើញកន្លែងមួយដែលថា picture នេះបាទអញ្ចឹង picture នេះគឺប្រើប្រាស់សម្រាប់យើង add រូបភាពចូលមកបាទ add រូបភាពអ្វីមួយដែលយើងចង់ add ចូលមកគឺ add តាមកន្លែងហ្នឹងឯងនឹងវិធី add មានកន្លែងហ្នឹងមួយទៀតយើងអាចចាប់ទាញបញ្ចូលក៏បានដែរបើយើងបើករូបភាពណាមួយដែលយើងចង់បានអញ្ចឹងមកហើយយើងបើករូបភាពមួយមកគេរូបនេះអញ្ចឹងយើងចាប់ទាញវាចូលអញ្ចឹងក៏បានដែរហើយហ្នឹងវិធីមានពីរណាវិធីបើកចូលក្នុងនេះក៏បានចាប់ទាញរូបដែលយើងស្រឡាញ់ហើយទាញឲ្យបញ្ចូលក៏បានបាទអញ្ចឹងវិធីទាញចូលមកខ្ញុំប្រាប់ហើយមានអីលំបាកចូលទេគឺយើងបើក folder ថ្មីមួយមកហើយស្វែងរករូបភាពណាដែលយើងស្រឡាញ់មកទៅដូចក្នុងនេះមានរូបណាដែលយើងស្រឡាញ់យើងចាប់ទាញវាមកដូចរូបមួយនេះចឹងយើងស្រឡាញ់យើងចាប់ទាញវាបញ្ចូលមកវាមកដូចគ្នាមួយទៀតយើងអត់ទាញចឹងទេយើងចូលទៅតាមនេះ insert នេះក៏បានចុច folder ហើយចុច insert ហើយចាំទៅចុច picture តាមទៅវាចេញ option ឲ្យ3គឺទី1 this device នេះគឺបានន័យថានៅក្នុង computer របស់យើងបានន័យថាយើងបើកក្នុង computer របស់យើង stock iMac អញ្ចឹងយើងមានកន្លែងណាមួយដែលយើង stock ទុក iMac ហ្នឹងណាបាទយើងចុចមកអញ្ចឹងវាមានកន្លែង stock នៅតាណាបើសិនជាមានអ៊ីនធឺណិតនេះអានេះគឺតើទាមមានអ៊ីនធឺណិតណាបាទមានអ៊ីនធឺណិតដល់ហ្នឹងយើងចុច stock iMac ហ្នឹងមកអញ្ចឹងវាមានណាវាមានរូបភាពនឹងឲ្យឃើញទេបាទហ្នឹងមួយទៀតចុចទៅនឹងមកទៀត online picture អញ្ចឹង online picture ហ្នឹងបានន័យថាម៉េចរូបភាពនៅលើអ៊ីនធឺណិតអញ្ចឹងតើតែយើងនឹងឯងមានប្រើប្រាស់មានប្រព័ន្ធអ៊ីនធឺណិតភ្ជាប់ឲ្យកុំព្យូទ័រនោះបានយើងចុចអាពីរខាងក្រោមនេះបានអនឡាញអញ្ចឹងយើងចុចមកវាមករូបភាពហ្នឹងឃើញទេនេះរូបភាពច្រើនចឹងមករូបឡានរូបអីចឹងទៅហើយយើងស្រឡាញ់រូបណាយើងយករូបហ្នឹងមក insert មករូបហ្នឹងនឹងមកហើយមកបានដោយសារអីដោយសារយើងមាន internet អូខេអញ្ចឹងនឹងវិធីកន្លែងទាញរូបយកមកអញ្ចឹងខ្ញុំបង្ហាញទៅទី1ទេគឺតើតើនៅក្នុង this picture អូខេ this picture អញ្ចឹងយើងចុចវាមក this device ពេលចុចចូលមកវា load ឲ្យចេញផ្ទាំងបែបនេះមកយើងទៅរករូបភាពដែលយើងចង់បានអូខេអញ្ចឹងយើងទៅយករូបភាពយើងចង់បានមកអញ្ចឹងរូបភាពខ្ញុំនៅក្នុង folder មួយនេះហើយខ្ញុំធ្វើចាប់ទាញវាមកហើយគឺធ្វើដូចតែគ្នាទេយើងចុច insert នេះមក insert មករូបនឹងមកអូខេអញ្ចឹងបន្ទាប់ពីយើងទាញរូបនឹងចូលហើយតាមលក្ខណៈ1 2 3ហើយយើងមួយណាដែលយើងទាញបានអញ្ចឹងនេះទាញលក្ខណៈទី1ទាញលក្ខណៈទី2 stop image អញ្ចឹងយើងទាញមកយើងចុចទៅថាលើយើងឆ្លាញ់រូបនេះយើងគ្រីសវាមកហើយ insert អញ្ចឹងរូបនោះនឹងមកបាទបន្ទាប់អំពីបានរូបភាពនោះមកហើយអញ្ចឹងពុកម៉ែបងប្អូនត្រូវចាំថារូបនេះអញ្ចឹងនៅក្នុងផ្ទាំងរូប picture មួយនេះគឺមាន option របស់វាណាមក tab មកតែម្ដងនេះគឺ picture format អញ្ចឹងបើសិនជាយើងអត់ចុចលើរូបភាពហ្នឹងទេយើងចុចទៅខាងជិះវិញឃើញទេចុចទៅខាងជិះវិញមកអញ្ចឹងបាត់ហើយអាផ្ទាំង picture format ហ្នឹងអត់ចេញឲ្យទេបាទអត់ចេញផ្ទាំងហ្នឹងមកសម្រាប់ឲ្យយើងសេរីរូបភាពហ្នឹងបានទេប៉ុន្តែនៅពេលដែលយើងឈរលើវានេះឈរលើវាយើងចុចអញ្ចឹងមកឃើញអានេះ4ជ្រុងអញ្ចឹង
và này thái dươngកំពុងតែស្ថិតនៅលើរូបភាពហ្នឹងហើយអញ្ចឹងវានឹង load ទាំង picture format នេះមកមួយទៀតមកដើម្បីអីដើម្បីឲ្យយើងនឹងឯងមានការកែកុនកាត់ឬក៏ទាញទៅមុខទាញទៅក្រោយអីនៅក្នុងហ្នឹងទៅទៀតអូខេអញ្ចឹងកុំឲ្យខាតពេលយូរតោះយើងនិយាយអំពីតួនាទីនៅក្នុង picture format ហ្នឹងទាំងអស់បាទអញ្ចឹងទី1ណាកន្លែងអត់ចាស់នេះទី1គឺ remove background remove background នេះបានន័យថាសម្រាប់រូបដែលជារូប 4x6 ឬក៏ថារូបដែលយើងជាលក្ខណៈរូបថតណាបាទរូបថតដែលមាន background ខាងក្រោយឧទាហរណ៍ដូចរូបមួយខ្ញុំរកសិនអូខេដូចរូបនេះចុះរូបនេះណាអញ្ចឹងមានតែរូបណាដែលមានផ្ទៃ background ខាងក្រោយនឹងឯងពណ៌តែមួយព្រោះហ្នឹងណារូបភាពណាដែលមានពណ៌ background ខាងក្រោយពណ៌តែមួយអញ្ចឹងយើងងាយស្រួលក្នុងការ remove ហ្នឹងថាលុប background ថតលើគឺខ្ញុំយកនេះចោះអូខេវាមានពណ៌សមួយដាច់ល្អអញ្ចឹងយើងទាញមកអូខេនៅពេលដែលយើងទាញមកអញ្ចឹងយើងចង់ remove background នេះយើងចុចទៅនេះមកអញ្ចឹងវានឹងលុបអានេះឬលុបអានេះអញ្ចឹងវាមាន option ឲ្យថែមទៀតវាដាក់ថា max area to keep អញ្ចឹងបើយើងចង់អាណាដែលយើងចង់រក្សាទុកយើងគូសលើវាអញ្ចឹងមកគូសលើវាដើម្បីរក្សាទុកអញ្ចឹងណាអាណាដែលយើងឲ្យខែវាហ្នឹងអានឹងយើងឲ្យវាលុបចោលហេអញ្ចឹងទៅទៀតយើងគូសអញ្ចឹងទៀតគូសអញ្ចឹងដូចគ្នាទៀតគូសទៅអានេះយើងរក្សាទុកអានេះបាទអាណាដែលចេញពណ៌ក្រហមហ្នឹងអាហ្នឹងគឺយើងលុបព្រោះហ្នឹងណាបាទតែវាអត់ស្រួលទេវាអត់ smooth ដូចនៅក្នុង Photoshop ទេ Photoshop វាកាត់ដាច់ល្អជាងណានេះអូខេតោះទៅពេលយើងស្រឡាញ់ហើយយើងចុចមកវាលុបអាណាដែលពណ៌ក្រហមមិញណាបាទហ្នឹងគឺទៅក្នុងចំណុចមួយដែលឈ្មោះថាremove background ហ្នឹងគឺវាមានតួនាទីអញ្ចឹងឯងនេះដូចកន្លែងនេះអញ្ចឹងបាទយើងដូចខ្ញុំចង់ឲ្យលុបអានេះទុកបាទអញ្ចឹងអាខាងខៀវនេះអាក្រហមនេះឲ្យដាច់អញ្ចឹងយើងចុចមកគេដាច់អស់ហើយបាទហ្នឹងគឺនៅក្នុងចំណុចមួយឈ្មោះថា remove background ហ្នឹងអូខេអញ្ចឹងតទៅទៀតគឺយើងចូលចំណុចទី2គឺ correction នេះគឺវាមានតួនាទីសម្រាប់បដូរទៅក្នុងរូបហ្នឹងឲ្យលក្ខណៈព្រាលឬក៏ច្បាស់តាមលំដាប់ហ្នឹងទៅពីខាងដើមនេះគេដាក់ shape pan ឬក៏ soften អញ្ចឹង shape pan នេះគឺឲ្យរូបហ្នឹងឯងមានលក្ខណៈព្រាលហើយដល់ពេលយើងមក soften នេះគឺវាដិតល្អហើយដិតជាងមុនយ៉ាងដែរគេរូបហ្នឹងអញ្ចឹងផ្លាយមួយទៀតតមកទៀត brightness and contrast ហ្នឹងគឺជាកន្លែងសម្រាប់សារ៉េពន្លឺហើយនឹងសារ៉េ contrast ភាពច្បាស់របស់វាហ្នឹងអញ្ចឹងគេយើងដាក់ទៅមាន40ណា brightness 40 contrast 40 brightness 20 contrast 40បាទហ្នឹងគឺយើងមើលទៅក្នុងកន្លែងហ្នឹងមកវាមាន option ឲ្យយើងច្រើនមួយចំណុចទៀតតើតើនឹង color បានន័យថាយើងសម្រាប់បដូរ picture យើងហ្នឹងទៅឲ្យជារូបផ្សេងអញ្ចឹងទៅមានរូបពណ៌ខខ្មៅពណ៌ដិតខ្លាំងអាហ្នឹងមានតាមហ្នឹងមានតាំងពី color saturation color tone ហើយនឹង rig color ហ្នឹងយើងជ្រើសរើសយកទៅមួយណាក៏បានតាមចិត្តឬក៏អត់ទេយើងចង់ដាក់ពណ៌លើហ្នឹងថែមទៀតហ្នឹងណាបាទដាក់វាពណ៌សខ្មៅពណ៌ខៀវពណ៌អីតាមចិត្តដែលយើងចង់បានដូចគ្នាតទៅទៀតកន្លែងនេះគឺកន្លែងកែតម្រង់រូបហ្នឹងឲ្យទៅជាលក្ខណៈដូចជាគំនូរដូចជាអីផ្សេងហ្នឹងទៅគេនេះដូរណាដោយរូបខ្លះដោយរូបចាក់អានេះដោយរូបចាក់អញ្ចឹងដោយរូបចាក់រូបដែលគេចាក់រូបអីតែរូបហ្នឹងជារូបធម្មតាយើងទេតែពេលយើងចូលកន្លែង aesthetic effect ហ្នឹងគឺធ្វើឲ្យរូបនោះឯងទៅជាលក្ខណៈដូចជាទៅជារូបមានដូចរូបចាក់ដូចរូបកណាត់អីចឹងណាបាទ
ហ្នឹងចឹងតទៅទៀតចូលទៅក្នុងចំណុចមួយទៀតគឺ transparency នេះគឺយើងប្រើសម្រាប់ធ្វើឲ្យរូបនោះឯងពីច្បាស់ទៅព្រាលន័យថាលក្ខណៈធ្វើរូបប្រកបខាងក្នុងអញ្ចឹងទៅដើម្បីកុំឲ្យគេមើលឃើញច្បាស់ណាបាទដូចជាសញ្ញាបត្រដូចជាអីដែលគេដាក់ logo ពីក្រោយអញ្ចឹងទៅហ្នឹងគឺគេប្រើ transparency ហ្នឹងឯងចឹងយើងដាក់ទៅគេវាព្រិលទៅក្រោយធ្វើឲ្យរូបភាពនៅខាងក្រោយហ្នឹងអត់ទៅឃើញអីគេចឹងគេឆ្លាញ់មួយណាយើងដាក់ចឹងទៅអូខេតមកទៀតនៅក្នុងកន្លែង compress picture នេះចំណុចនេះគឺគេចង់ឲ្យយើងនឹងឯងធ្វើទំហំរបស់ picture នេះឲ្យច្បាស់ជាងធម្មតាន័យថាដូចយើងយក option ខាងក្រោមនេះគេដាក់ថា use the full resolution បានន័យថារូបភាពដែលយើង down មកមាន solution ប៉ុណ្ណាវានៅប៉ុណ្ណឹងធម្មតាដល់ពេលយើងយកចំណុចថា email 96 ppi បានន័យថានេះសម្រាប់ផ្ញើតាម email ហ្នឹងណាបាទដល់ពេលទៀតកន្លែងពាក្យថា web 150 ppi នេះបានន័យថាសម្រាប់យើងដាក់នៅក្នុង website upload ចូល website អីហ្នឹងយើងចំណត់យកហ្នឹងទៅរូបហ្នឹងនឹងច្បាស់ប៉ុណ្ណឹង printing នេះមានន័យថាកន្លែង print 220 ppi អញ្ចឹងកន្លែងនេះគឺសម្រាប់ print ឲ្យមាន quality ហ្នឹងរូបហ្នឹងច្បាស់ល្អតមកទៀត HD 330 ppi មានន័យថា good quality for high definition HD display នេះមានន័យថាវារឹតតែច្បាស់ជាងអាខាងក្រោមប្រហែលនេះទៀតអញ្ចឹងណាបាទថាខាងលើនេះដូចគ្នាគឺមានន័យថា high fidelity ណាបានន័យថានេះវាច្បាស់ជាងអាខាងលើនេះទៅទៀតច្បាស់ជាងអាកន្លែង HD 330 ppi នេះទៅទៀតអូខេអញ្ចឹងសម្រាប់យើងចង់បាន file រឹតតែច្បាស់រឹតតែល្អយើងអូខេយកតាមហ្នឹងទៅអូខេតែខ្ញុំអត់សេរីទេណាខ្ញុំដាក់ធម្មតាអញ្ចឹងទៅអូខេហ្នឹងនៅក្នុងចំណុចកន្លែងពាក្យថាកន្លែងចំណុចដាក់ថា compress picture ទៀតយើងចូលទៅក្នុង change picture នេះគឺសម្រាប់ប្រើប្រាស់ធ្វើអីគឺសម្រាប់បដូររូបភាពនេះមកន័យថាឧទាហរណ៍ថារូបភាពនេះយើងអត់ស្រឡាញ់ទេរូបភាពនេះយើងយកមកហើយយើងអត់ស្រឡាញ់ហើយយើងបានកែ color កែអីរបស់វានេះអស់ហើយរួចរាល់អស់ហើយតែយើងអត់ចង់ add ថ្មីទេអត់ចង់ចូលទៅក្នុង insert ហើយ add រូបមកថ្មីទេតែ add រូបមកថ្មីយើងនឹងត្រូវធ្វើសារថ្មីម្ដងទៀតអញ្ចឹងយើងចង់ឲ្យរូបដែលយើងទាញមកពីមុននោះគឺឲ្យដូចទៅទាញរូបពីក្រោយមកនេះឲ្យដូចរូបដែលយើងធ្វើពីមុនហើយស្រេចហើយដែលយើងកែ color កែពណ៌ហើយណាគាត់តែ change ទៅរូបទេអញ្ចឹងយើងចុចទៅពី change picture ហ្នឹងមក change picture ហ្នឹងទៀតតើយើង change តាមណានៅក្នុង computer យើងកន្លែង iMake Stock ឬក៏នៅក្នុង online អញ្ចឹងយើងយកមកអញ្ចឹងខ្ញុំយកនៅក្នុង stock image នេះមកព្រោះយើងមាន internet ស្រាប់អញ្ចឹងខ្ញុំយករូបភាពថ្មីមួយទៀតរូបមិញនេះខ្ញុំអត់ឆ្លាញ់ទេអញ្ចឹងយករូបនេះជាផ្កាចបៃជាមួយមកអញ្ចឹងឃើញទេរូបហ្នឹងនឹងមកកន្លែងហ្នឹងដដែលទម្រង់ដដែលអូខេអត់ណាអូខេនេះតទៅទៀតនៅក្នុងចំណុចមួយទៀតឈ្មោះថា reset picture reset ហ្នឹងមកន័យថាបដូរទៅដើមវិញណាត្រឡប់ទៅវិញអូខេរូបពីដើមយើងមិនអញ្ចឹងយើងចុចទៅវាទៅក្រោយវិញអូខេបាទហ្នឹងប៉ុណ្ណឹងតទៀតនៅក្នុង picture style នេះមកន័យថាសម្រាប់ដាក់ស៊ុមឲ្យរូបហ្នឹងអូខេវាមាន style ច្រើនណាស់ style រាប់ច្រើនណាស់ប្រហែលជា30ឬក៏20ដែរអញ្ចឹង style ហ្នឹងយើងដាក់ទៅយើងស្រឡាញ់ style ណាយើងដាក់អាហ្នឹងតាមចិត្តដែលយើងselectចង់បានអញ្ចឹងទៅឧទាហរណ៍ថាយើងចង់បានស៊ុមនេះស៊ុមមួយនេះទៅអញ្ចឹងអាខាងនេះគឺជាការដាក់ពណ៌ឲ្យស៊ុមហ្នឹងឧទាហរណ៍នេះស៊ុមពណ៌សឃើញទេអញ្ចឹងយើងថានេះមិនស្រឡាញ់ទេរូបទម្រង់ហ្នឹងយើងស្រឡាញ់ហើយតែពុំស៊ុមហ្នឹងវាអត់ស្អាតពណ៌សយើងចង់ដាក់ទៅពណ៌មាសចុចមកពណ៌មាសមកហើយស៊ុមហ្នឹងមានពណ៌មាសវិញឬក៏ពណ៌ខ្មៅពណ៌លឿងពណ៌ក្រហមទៅតាមអ្វីដែលយើងចង់បានអូខេបាទអានេះ picture effect នេះបានន័យថាយើងដាក់មករូបហ្នឹងយើងចង់ឲ្យយ៉ាងលក្ខណៈយ៉ាងម៉េចនេះដូចក្នុងរូបនេះអញ្ចឹងណាជាលក្ខណៈ 3D លក្ខណៈទម្រង់ចំហៀងពីលើពីក្រោមអីចឹងដែរនេះ shadow វាគឺ
bạn ấy tha small ở rụp nướng xung rụp đó mình small bị crowd bị lơ bị crowd mấy chẳng đây thế chẳng dựng đạo mở ta một về dựng chẳng bàn tầm tiết reflection mà tha phiệp chẳng phạt đó nè cả chẳng phạt bao rụp nướng ở bị chẳng bị crowd rồi bị chẳng tách chẳng trà này chẳng đây tầm tiết glow này cứ small riêng là cái nè po small bị crowd bên blow bị crowd nữa này là glow nữa anh ấy cái dựng đạo máu trên po chẳng ấy này thà về miền small lái về miền po đôi bị thằng coi small lần mới điện này là glow về này thế tầm tiết soft eight này vào đây thà rung đã tới ở pearl bị crowd điện này cái rung vậy mà đây thà ở sum vậy nữa viên là cái nè pearl thì còn nói vậy chẳng tới này bà ra này vậy đã là cái nè chẳng ai về nên đôi rụp để cái tăng này nè là cái nè chứ đông để so chả so ấy chẳng tới ai xung dưới nữa mình là cái nè chẳng của bạn này nè thế đôi xung nó đại phọc bị cào mà lười chứ đôi rụp cái print chụp một cái đài á nè okay lấy 3D dựng phơi rụp nó từ mưa tới là cái nè 3D cái này chẳng dựng đã tới luôn ai chẳng đã một ná của bàn thế to từ tiết anh đi admin ấy pra về thế tập tiếp position ấy cứ pra sầm rập đã rụp nứng trong cái đá thằng lơ chiên thằng Spain thằng lơ gần đá thằng lơ chiên thằng Đam chom vẽ gần đá chiên thằng Spain chom vẽ gần đá chom vẽ gần đá thằng Đam thằng Crom chiên thằng Spain thằng Crom chiên thằng Crom trong gần đá nó thằng Crom chiên thằng Đam chắc anh nứng sầm rập dương cầm nọt rụp kia về cái dương cầm nọt cho mỗi từ tam dương trong nọt tại vì mình từ pra đại tiền đấy để xa ấy dương miền này mùi này và đẹp thịt nhẹ chẳng và đẹp thịt đấy miền tôi này thì ấy cứ sầm rập dương tiền nhà rụp này bà này cái nó bây giờ dương add màu dương add cầm nọt và đẹp thịt những cái dương tiền rụp nâng tên này bà này cái thì để phê còn một cái từ lơ còn một cái từ crown còn cái tại nó bây giờ dương cho và đẹp thịt này chẳng về miền option là dương chùm nôn muối phí 4 5 6 7 option chẳng 7 optionនេះ option ទី1គឺអាចមិញហ្នឹងអានេះយើងដាក់ add មកហើយហ្នឹងទៅណារួចហ្នឹងអាហ្នឹង option ទី1ទី2នេះ square នេះគឺយើងទាញទៅនេះទៅនោះបានដូចគ្នាតែអាចបើមានអក្សរនៅហ្នឹងវា load អក្សរហ្នឹងយើង load ទៅមុខទៅក្រោយអញ្ចឹងទៅដល់ទៅពេលថៃនេះបានន័យថាល្អស្រួលប្រើជាងគេអត់មានប៉ះពាល់អីទេបានន័យថាយើងទាញទៅនេះទៅនោះអីចឹងណាបាទបានធម្មតាតាមទៀត ស្រកនេះក៏បានក៏ដូចជាថៃនេះដែរស្តៀងថៃនេះដែរ top and bottom នេះមានន័យថាខាងលើហើយនិងខាងក្រោមខាងលើខាងក្រោមហ្នឹងដូចគ្នាអត់មានអីខុសគ្នាដែរស្តៀងគ្នាទេអានៅក្នុង web text ហ្នឹងហើយទៀត behind text បានន័យថាពេលយើងសរសេរអក្សរមកយើងដាក់រូបហ្នឹងទៅឲ្យរូបហ្នឹងនៅពីខាងក្រោយអក្សរវាសរសេរមកដាក់នៅខាងលើហ្នឹងណាមកឧទាហរណ៍ឲ្យអូ sorry chẳng nhưឧទាហរណ៍ថាយើងសរសេរអក្សរហ្នឹងមកអូខេចឹងបើយើងទាញដាក់ option កន្លែង wrap text នេះយើងដាក់វាថា behind text ចឹងនៅពេលយើងទាញរូបភាពហ្នឹងទៅឃើញទេអក្សរហ្នឹងវានៅពីខាងលើរូបហ្នឹងអូខេដល់ពេលយើងអត់ដាក់ហ្នឹងទេយើងដាក់ថៃដាក់ថៃវិញចឹងឃើញវារត់គេយើងដាក់មករត់ផ្លិចមកទៅក្រោយអីចឹងណាអូខេតែបើយើងដាក់ in front of text វិញ in front of text បានន័យថាពីមុខអក្សរអញ្ចឹងដាក់មកប៉ាំងអក្សរបាត់ឃើញទេពីមុខអក្សរអញ្ចឹងវាយើងយក behind text បានន័យថាអក្សរនៅពីខាងមុខវិញយើងនៅពីខាងក្រោយវិញអូខេហ្នឹងមួយចំណុចទៀតគឺយើងចូលទៅមុខទៀតនេះ bring forward send backward ណាអាពីរនេះគឺនៅពេលដែលយើង add រូបភាពមកពីសន្លឹកខ្ញុំ add រូបភាពមកមួយទៀតខ្ញុំ add រូបផ្សេងមកខ្ញុំចុចទៅខាងទៀតមកជាង add រូបផ្សេងមួយទៀតអូខេនេះខ្ញុំយករូបរូបលើកឲ្យនេះមួយចុះអូខេអញ្ចឹងខ្ញុំយករូបនេះមកមួយទៀតខ្ញុំកំណត់វាឲ្យស្អាតដូចគ្នា
ខ្ញុំ cannot wrap ថេកនេះដូចគ្នា maybe ហាញថេកដូចគ្នាយើងរូតវាតូចមកអញ្ចឹងឃើញទេយើងឃើញរូបយើងចេញមកបានពីរផ្ទាំងមួយផ្ទាំងនៅខាងលើមួយផ្ទាំងនៅខាងក្រោមអញ្ចឹងយើងថាទេយើងចង់ឲ្យអារូបនេះរូបផ្កាចំបៃនេះមិននៅលើរូបលេបអាវនេះវិញអញ្ចឹងយើងចុចទៅលើរូបផ្ទាំងរបស់ផ្កាចំបៃមកហើយយើងយកពាក្យថាណា bring forward ហ្នឹងយើងយកគេ bring to front អញ្ចឹងមកមុខឃើញទេដល់ពេលយើងថាទេអានេះយើងអត់ចង់ទេយើងចង់ឲ្យវានៅខាងក្រោយវិញចង់ឲ្យវានៅខាងក្រោយលើអាវវិញយើងទៅចុចលើនេះលើអាវមកហើយយើងចុចកន្លែងនេះមកជពាក្យថា bring front វិញមកពប់ឃើញទេហ្នឹងកន្លែងហ្នឹងដូចគ្នាបើន័យថាមួយ send ទៅក្រោយនេះ send to back send backward send to back បើន័យថាចង់ទាញអានេះមកមុខចង់រុញអានេះទៅក្រោយចង់រុញអានេះទៅក្រោយទាញនេះមកមុខអញ្ចឹងណាបាទកន្លែងហ្នឹងប៉ុណ្ណឹងតាមទៀតalignment នេះ alignment នេះគឺតើតើនឹងការធ្វើរូបនឹងឯងឲ្យនៅចំកណ្ដាលនៅជៀនខាងឬក៏នៅខាងក្រោមខាងលើនេះគេមានរូបនេះគេជៀនខាងចុចមកវានៅជៀនខាងនេះទាំងអស់ណាបាទនេះកណ្ដាលនេះកណ្ដាលស្លឹកកិច្ចការនេះតាមទៀតនេះបើន័យថាខាងលើយើងចេះណានេះរូបគេហ្នឹងនេះខាងឆ្វេងខាងក្រោមអូខេចំកណ្ដាលស្លឹកហើយនៅជៀនខាងកណ្ដាលទៀតបាទអញ្ចឹងនៅក្នុងនេះរូបនេះយើងមើលតាមហ្នឹងទៅយើងចង់ដាក់តែអាហ្នឹងភាគច្រើនយើងអត់សូវប្រើទេដោយសារអីយើងទាញចេះវាស្រួលជាងហើយមួយទៀតឥឡូវនេះវាមាន option ដែលយើងឃើញបន្ទាត់ទេគឺយើងទាញមកគេដាក់មកវាថានេះរូបនេះចំកណ្ដាលបន្ទាត់ល្អពេលយើងទាញមកក្រោមចេះយើងប្រូមការងារយើងមកពេលយើងទាញមកក្រោមចេះគេនេះចំកណ្ដាលដូចគ្នានេះកណ្ដាលនេះកណ្ដាលគេនេះចំកណ្ដាលល្អគេវាមាន option ឲ្យយើងចឹងទៀតយើងអត់ហត់ចាំបាច់មកមើលអាហ្នឹងក៏បានដែរបាទតទៅទៀតនៅចំណុចមួយនេះទៀតគឺក្របនេះគឺយើងប្រើប្រាស់សម្រាប់កាត់រូបហ្នឹងបានន័យថាយើងជួបអស់ហើយនៅក្នុងទូរស័ព្ទនៅពេលយើងថតរូបមកយើងចង់ក្របយើង screenshot អីចឹងណាយើងចង់ក្របរូបហ្នឹងចេញអីចឹងទៅគឺយើងចេះឲ្យដូចគ្នាទេគឺយើង select លើរូបហ្នឹងហើយយកពាក្យថាក្របមកវាចេញសញ្ញាក្របនេះឲ្យឃើញទេហ្នឹងទៅបីតែក្នុងទូរស័ព្ទឬក៏ក្នុងកម្មវិធីវាច្រើនដំបូងយើងអាសាជួបទេអញ្ចឹងយើងក្របយកតូចមកថាយើងចង់យករូបនោះប៉ុណ្ណេះអូខេយើងទាញវាឲ្យត្រូវចឹងមកហើយយើងចុចពាក្យថាក្របមកគេកាត់ទេកាត់រូបហ្នឹងក្របហ្នឹងកាត់ណាបាទហ្នឹងចំណុចនេះហើយអានេះគឺអត់មានអីទេអានេះគឺតើតើនៅក្នុងការពង្រីកអានេះពង្រីកណាអញ្ចឹងក្នុងការពង្រីកនេះខ្ញុំចង់ប្រាប់ពីរបៀបពង្រីករូបដើម្បីកុំឲ្យខូចទ្រង់ទ្រាយនៅក្នុង Word ហ្នឹងអញ្ចឹងក្នុងការពង្រីករូបឧទាហរណ៍យើងចង់ទាញរូបនេះឲ្យតូចចង់ពង្រីករូបនេះឲ្យធំអញ្ចឹងដើម្បីឲ្យរក្សាកម្រិតវានេះល្អតម្រង់រូបហ្នឹងអត់រីករួមឬក៏សប៉ែតអីចឹងណាអញ្ចឹងកុំទាញវាពីខាងលើពីខាងក្រោមពីខាងឆ្វេងឬក៏ខាងស្ដាំកាលណាយើងទាញពីខាងលើខាងក្រោមឆ្វេងស្ដាំហ្នឹងទាញមកទាញពីលើឃើញរូបហ្នឹងសប៉ែតទេទាញពីឆ្វេងទាញមកឃើញទេរូបនឹងសំប៉ែតតូចទេឃើញទេអញ្ចឹងអត់គួររីទាញអញ្ចឹងទេទាញអញ្ចឹងគឺធ្វើឲ្យខូចរូបនឹងខូចទ្រង់ទ្រាយហើយបើផ្កាអញ្ចឹងយើងគិតថាវាមិនអីទេទៅឧទាហរណ៍ជួយមនុស្សអញ្ចឹងទៅជាមនុស្សហ្នឹងទៅជាទឿណាទៅជាមនុស្សស្គមណាអញ្ចឹងអត់ការទេអត់ល្អហើយអញ្ចឹងដើម្បីទាញឲ្យតាមទៅទាញយ៉ាងម៉េចយើងទៅរូបដើមវាសិនគឺយើងទាញចាប់ពីជ្រុងខាងនេះមកនេះជ្រុងនេះជ្រុងណាជ្រុងខាងស្ដាំក៏បានជ្រុងខាងឆ្វេងក៏បានជ្រុងខាងស្ដាំក៏បានពីក្រោមក៏បានពីខាងលើក៏បានពីមុំពីជ្រុងឯពីមុំទាញពីមុំនឹងវិញគេទាញពីមុំអញ្ចឹងមកឃើញទេអញ្ចឹងទោះបីយើងទាញរីករួមរូបនឹងដល់ណាក៏ដោយក៏គម្លាតវានៅតែដដែលអូខេអញ្ចឹងប៉ុណ្ណឹងហើយនៅពេលដែលយើងទាញអានឹងមកយើងឃើញអាលេខនៅក្នុងនេះទាញវារីករួមនេះមកន័យថាយើងធ្វើទំហំនឹងប្រហែលអ៊ីង3អ៊ីងជាងទេ4អ៊ីង5អ៊ីងអីចឹងទៅអូខេអាហ្នឹងគឺប៉ុណ្្នឹងទេចានៅក្នុងមេរៀនថ្ងៃនេះគឺតើតើនៅក្នុង insert ហើយនៅក្នុង picture គឺមានប៉ុណ្ណឹងបាទបើសិនជាឲ្យបងប្អូនចូលចិត្តសូមកុំភ្លេចជួយចុច like និងជួយ subscribe channel ខ្ញុំមួយម្នាក់ផងអូខេអញ្ចឹងវីដេអូក្នុងថ្ងៃនេះមានប៉ុណ្ណេះឯងបាទសូមអរគុណសូមជម្រាបលា